បងប្អូនមានឆ្ងល់ដែរទេថាស្លឹកនេះជាស្លឹកអ្វីដែលសៀតនៅលើព្រះការរបស់ព្រះមហាក្សត្រនៃយើងហេតុអ្វីព្រះមហាក្សត្រសៀតស្លឹកនេះក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិម្ដងក្នុងព្រះរាជពិធីតាមទំនៀមមកតើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការដែលភាសាសាមញ្ញជនយើងហៅថាត្រចៀកដើម្បីអ្វីនេះគឺជាស្លឹកភ្នៅស្លឹកភ្នៅមួយតងមាន3ស្លឹកជាការពិតណាស់ស្លឹកភ្នៅត្រូវបានគេសម្គាល់ថាជារុក្ខជាតិម្យ៉ាងដែលមានស្លឹកខុសគេដោយស្លឹកបញ្ឈរធំមួយនិងស្លឹកផ្ដេកពីរតូចទ្រពីក្រោមហើយស្លឹកនេះត្រូវបានគេយកមកប្រើប្រាស់ក្នុងព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រថ្មីដោយសៀតនៅព្រះការរបស់ទ្រង់បើតាមឯកសារនិងតាមការបកស្រាយតាមរយៈគេហទំព័រក្នុងស្រុកជាច្រើនត្រូវបានឲ្យដឹងថាស្លឹកភ្នៅវាមានរាងដូចជាត្រីសូនិងមានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពីរាប់ពាន់ឆ្នាំមកហើយដោយវាមាន3ស្រទាប់ក្នុងមួយតងហើយស្រទាប់នីមួយៗគឺពិតជាអស្ចារ្យណាស់ដែលតំណាងឲ្យព្រះ3អង្គដូចជាព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈស្លឹក3ក្នុងតងតែមួយគឺមានន័យថាព្រះទាំង3អង្គរួមគ្នាតែមួយនឹងអាចជំនះនៅរាល់ឧបសគ្គទាំងឡាយនិងមារទាំងឡាយឈ្នះអស់សត្រូវមានសិរីមង្គលនិងមានអានុភាពដ៏អស្ចារ្យបំផុតនេះគឺជាការតំណាងនៃស្លឹកភ្នៅដែលមានទម្រង់3នេះឯងគឺតំណាងឲ្យព្រះសិវៈព្រះវិស្ណុនិងព្រះឥសូរដែលទ្រង់រួមបញ្ចូលគ្នាទៅគឺមានឫទ្ធិខ្លាំងនេះគឺជាការតំណាងហើយបើតាមជំនឿរបស់ប្រជាជនខ្មែរនិងថៃមានជំនឿដូចគ្នាថាការដាំដើមភ្នៅនៅក្បែរផ្ទះគឺអាចការពារនៅរឿងទាំងឡាយដែលអាក្រក់ជាពិសេសប្រភេទអមនុស្សបងប្អូនសម្រាប់ជំនឿស្រុកខ្មែរហើយនិងស្រុកថៃគឺជំនឿរបស់យើងទាំងពីរប្រទេសនេះគឺហាក់ដូចគ្នាមិនសូវជាខុសគ្នាប៉ុន្មានទេគឺចំពោះការជឿជំនឿនេះដែលជាខ្មោចព្រាយបិសាចមិនហ៊ានចូលមកជិតហើយថែមទាំងធ្វើឲ្យគ្រួសារមានសិរីមង្គលទៀតផងនេះគឺជាការជឿរបស់ខ្មែរយើងហើយនិងប្រជាជនថៃឯកសារជាច្រើនទៀតបានឲ្យដឹងថាស្លឹកភ្នៅសពថ្ងៃនៅតែប្រើក្នុងទំនៀមក្សត្រនៅក្នុងព្រះបរមរាជវាំងភ្នំពេញក៏មានដើមភ្នៅដែរត្បិតក្នុងកិច្ចពិធីខ្លះបាគូដែលយើងហៅថាជាពូជពងព្រាមត្រូវយកស្លឹកភ្នៅមកថ្វាយព្រះករុណាជាអម្ចាស់សៀតនិងព្រះការរបស់ទ្រង់ដោយឡែកស្លឹកភ្នៅមានឈ្មោះជាឡាតាំងថា Angol Milos នៅប្រទេសឥណ្ឌាគេច្រើនហៅឈ្មោះតាមពាក្យសំស្ក្រឹតថា Bilwa ឥណ្ឌាគោរពរុក្ខជាតិនេះណាស់ត្បិតគេយល់ថាជាដើមឈើព្រះឥសូរអ្នកខ្លះរហូតដល់អះអាងថាព្រះឥសូរគង់នៅគល់ឬដើមនេះទៀតផងនេះគឺជាការជឿរបស់ជនជាតិនៅប្រទេសឥណ្ឌាផ្ទាល់ដូច្នេះហើយគេតែងឃើញមានដើមភ្នៅនៅតាមភោជនីយដ្ឋាននានាព្រះឥសូរមាននៅតាមប្រាសាទបុរាណជាដើមបើយើងពិនិត្យស្លឹកភ្នៅឲ្យមែនតែនពេលដែលទៅនឹងលាស់នោះយើងឃើញថាមួយសន្លឹកធំដែលឈរតែងតែមានសន្លឹក2ទៀតតូចជាងនេះនៅឯផ្ដេកទៅសងខាងតងមួយបែកជា3សន្លឹកនេះឯងហើយដែលធ្វើឲ្យគេប្រៀបទៅនឹងព្រះនេត្រព្រះឥសូរដែលតែងតែមាន3ផ្ដេក2និងបញ្ឈរកណ្ដាលថ្ងាសមួយមានចំណុចមួយចំនួនទៀតដែលត្រូវសង្កេតគឺថាភ្នៅប្រហែលជាមានប្រភេទខុសគ្នាខ្លះៗទៅទៀតតែពុំទាន់មានការសិក្សាពីរុក្ខជាតិវិទូនៅឡើយបើពោលពីប្រទេសកម្ពុជាយើងស្មានដូច្នេះដោយឃើញថាជួនកាលសន្លឹកមានរាងខុសគ្នាបន្តិចបន្តួចពីដើមមួយទៅដើមមួយតាមឯកសារមួយនៅក្នុងស្រុកបានសរសេរថាដើមភ្នៅរុក្ខជាតិដ៏ពិសិដ្ឋក្នុងព្រហ្មញ្ញសាសនាមានតម្លៃមិនអាចខ្វះបាននៅក្នុងសង្គមខ្មែរដើមភ្នៅមានសារៈប្រយោជន៍ដ៏អស្ចារ្យជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍និងជាឱសថព្យាបាលរោគគួរជនជាតិខ្មែរចូលរួមដាំឡើងវិញកុំឲ្យបាត់បង់អញ្ចឹងដើមភ្នៅគឺជាការតំណាងរបស់ព្រះឥសូរព្រះវិស្ណុព្រះសិវៈហើយក៏ជាដើមរុក្ខជាតិមួយយ៉ាងដែលអាចជួយព្យាបាលរោគផងដែរដែលអ្នកចេះថ្នាំបុរាណក៏អាចយកទៅច្នៃបានតាមក្បួនតម្រាបុរាណបាននិយាយថាភ្នៅអាចប្រើជាឱសថសម្រាប់ព្យាបាលរោគជាថ្នាំចម្រុះអាយុជួយសរីរាង្គកាយមនុស្សបានច្រើនជួយឲ្យមានកម្លាំងសាច់សម្បូរស្អាតជាដើមរុក្ខជាតិនេះត្រូវបានលើកតម្កើងក្នុងសាសនាព្រាហ្មណ៍ដោយគេតែងនិយាយថាជារុក្ខជាតិរបស់ព្រះសិវៈព្រោះស្លឹករបស់វាក្នុងមួយតងមាន3សន្លឹកដូចគ្នានឹងលំពែងត្រីសូរហើយក៏ដូចជាព្រះនេត្រព្រះឥសូរដូចនេះដែរស្លឹកទាំង3ក៏ជាតំណាងព្រះសិវៈឬព្រះឥសូរតំណាងឲ្យព្រះវិស្ណុនិងព្រះព្រហ្មជាអាទិទេពធំទាំង3ក្នុងព្រហ្មញ្ញសាសនា
ក្រៅពីនេះភ្នៅក៏ជារុក្ខជាតិប្រើក្នុងប្រតិពិធីរបស់ព្រះមហាក្សត្រដោយគេប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិនិងប្រតិពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើមជារឿយៗគេក៏តែងឃើញព្រះមហាក្សត្រខ្មែរសៀតស្លឹកភ្នៅលើព្រះការដែលសាមញ្ញជនយើងហៅថាត្រចៀកសៀតនៅគុំត្រចៀករបស់ទ្រង់ដោយសារហេតុផលដោយបានរៀបរាប់ខាងលើនេះឯងអញ្ចឹងនេះគឺជាត្រីសូយើងមើលនេះគឺជាត្រីសូរបស់ព្រះឥសូរហើយនេះគឺជាស្លឹកភ្នៅនេះគឺជាទម្រង់ខាងលើហើយនឹងខាងក្រោមហើយនេះគឺជារូបតំណាងព្រះឥសូរបងប្អូននៅឆ្នាំ2020ខេត្តសៀមរាបព្រះមហាវិមលធម្មសិរីសវណ្ណពិនសែមរាជាគណៈថ្នាក់តូនិងជាឧត្តមទីប្រឹក្សាគណៈសង្ឃនយោបាយកម្ពុជានិងជាប្រជាអធិការវត្តរាជបូរបានដឹកនាំព្រះសង្ឃប្រមាណ60អង្គចូលរួមដាំដើមភ្នៅនៅបរិវេណកសិនខាងជើងនៃប្រាសាទអង្គរវត្តនិងបានបំផុសគំនិតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងនាំគ្នាដាំភ្នៅឡើងវិញព្រោះរុក្ខជាតិនេះមានប្រយោជន៍ច្រើនណាស់គ្រាន់តែយើងមិនសូវបានដឹងព្រះអង្គមានសង្ឃដីកាថាដើមភ្នៅមានសារៈប្រយោជន៍ដ៏អស្ចារ្យដែលប្រជាជនខ្មែរត្រូវដឹងនិងចូលរួមដាំឡើងវិញកុំឲ្យបាត់បង់ពិសេសជាងនេះដើមភ្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផងមានសង្ឃដីកាទៅកាន់ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងពិធីដាំដើមភ្នៅចំនួន84ដើមនារសៀលថ្ងៃទី22ខែកញ្ញាឆ្នាំ2020ព្រះមហាវិមលធម្មពិនសែមបានឲ្យដឹងថាដើមភ្នៅក៏ដូចជាការចំណាយពេលវេលារបស់ព្រះអង្គច្រើនឆ្នាំក្នុងការស្វែងរកពូជភ្នៅដែលល្អសម្រាប់បណ្ដុះនិងដាំឡើងវិញក្នុងតំបន់អង្គរវត្តនៅពេលនេះពូជដែលយកមកដាំនៅពេលនេះគឺនាំយកពីឃុំរើលនៃស្រុកពួកខេត្តសៀមរាបពូជមួយទៀតនាំយកពីស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យនិងពីរប្រភេទទៀតយកពីខេត្តបាត់ដំបងដែលសុទ្ធសឹងជាពូជដែលគ្មានជ័រនិងមានឲ្យជារសឆ្ងាញ់គោលបំណងសំខាន់នៃព្រះវិមលធម្មពិនសែមស្វែងរកពូជភ្នៅមកដាំនៅពេលនេះព្រោះព្រះអង្គយល់អំពីតម្លៃដ៏មហាសាលរបស់វាដែលព្រះអង្គរៀបរាប់ថាតាមក្បួនតម្រាបុរាណបាននិយាយថាភ្នៅអាចប្រើជាឱសថសម្រាប់ព្យាបាលរោគជាថ្នាំចម្រើនអាយុជួយសរីរាង្គកាយមនុស្សបានច្រើនជួយឲ្យមានកម្លាំងសាច់សម្បរស្អាតជាដើមនេះគឺជាការលើកឡើងគឺជាសង្ឃដីការបស់ព្រះមហាវិមលធម្មពិនសែមដែលលោកបានដឹងច្បាស់អំពីផលប្រយោជន៍របស់ដើមភ្នៅនេះអញ្ចឹងការលើកឡើងនិងការបង្ហាញរបស់ខ្ញុំតាក់ទងអំពីស្លឹកភ្នៅគឺមានប្រមាណប៉ុណ្ណេះខ្វះខាតខុសចន្លោះត្រង់ណាសូមខន្តីនិងអភ័យទោសសូមអរគុណ